ជាដំបូងខ្ញុំសូមគោរពឲ្យអាដាមប្រធានខ្ញុំសូមជម្រាបជូនទាក់ទងទៅលើសំឡុំពរទី1លោកស្រីសៀទៀងដែលគាត់មានសំឡុំពរទាក់ទងសុំស្លាបឹងធ្វើស្រែចំពោះការស្លាបឹងហ្នឹងគឺក្នុងសង្កាត់បានធ្វើដាក់បញ្ចូលនៅក្នុងផែនការអភិវឌ្ឍបាទមានចំណុចស្លាបឹងបាទបឹងដែលគាត់ចង់និយាយហ្នឹងគឺសំដៅយកបឹងពីមុនគេហៅឈ្មោះថាបឹងតូចបឹងតូចកាលនោះគឺមានជម្រៅជ្រៅក៏ប៉ុន្តែដល់ក្រោយមកដោយចរន្តទឹកហូរទៅវាឡើងធ្វើឲ្យរាក់ប៉ុន្តែពីឆ្នាំ2024នេះបានគម្រោងអភិវឌ្ឍផ្លូវជីកដើម្បីយកដីទៅធ្វើផ្លូវហើយបង្កើតបានជាស្រះមួយប៉ុន្តែចំណុះនៃទឹកនោះមិនគ្រប់គ្រាន់ទៅដល់ប្រជាពលរដ្ឋធ្វើស្រែចម្ការដូចជាថ្មីនេះគាត់សាក់លបងធ្វើស្រែនេះអញ្ចឹងទឹកដែលនៅក្នុងស្រះនោះมันអាចដល់ជូនដល់ស្រូវរបស់គាត់រហូតទៅដល់បានទុំអញ្ចឹងគាត់សំណូមពរនេះតាមខ្ញុំយល់គឺអាចនៅក្នុងបឹងនោះប៉ុន្តែបឹងការស្លាកបឹងនោះគឺមានបានក្រងនៅក្នុងផែនការអភិវឌ្ឍហើយបាទសូមជម្រាបជូនហើយមួយទៀតទី2ទាក់ទងការពង្រីកផ្លូវថ្នល់ចំពោះផ្លូវថ្នល់សូមបញ្ជាក់ថានៅជុំវិញសង្កាត់នេះផ្លូវមានទទឹង3ម៉ែត្របាទដែលលាតសន្ធឹងជុំវិញប្រវែង10គីឡូម៉ែត្រនៅសល់តែ680ម៉ែត្រទៀតដែលក្រងនឹងធ្វើនៅក្នុងប្រាំងនេះនៅក្នុងឆ្នាំ2025ហើយជាគោលការណ៍កាលពីឆ្នាំ2024ក្រសួងរាយធម្មពលបានក្រងថានឹងពង្រីកដោយផ្ដល់ជាអំណោយទាក់ទងរាយធម្មពលហើយបានក្រុមការងាររបស់សង្កាត់បានធ្វើការពង្រីកដោយពង្រីកឲ្យបាន4ម៉ែត្រកន្លះជុំវិញសង្កាត់ដើម្បីងាយស្រួលចរាចរណ៍រថយន្តផ្សេងប៉ុន្តែបច្ចុប្បន្ននេះយើងបំពេញបានតែត្រឹម3ម៉ែត្រសិនទេអនាគតនៅចប់គម្រោង3ម៉ែត្រនេះនឹងពង្រីកបន្ថែមទៀតបាទសូមជម្រាបជូនប៉ុណ្ណឹងបាទអរគុណ